នៅក្នុងផ្នែកនេះយើងនឹងបង្ហាញលោកអ្នកពីមុខងារផ្សេងទៀតដែលទាក់ទងនឹងប្រតិបត្តិការនៃការលក់ដែលមានដូចជាប៊ូតុង Detail វាបង្ហាញលើគ្រប់ការ order ទាំងអស់សម្រាប់លោកអ្នកធ្វើការពិនិត្យមើលបញ្ជីមុខម្ហូបដែលបានធ្វើការកំងរួចហើយក្នុងនោះលោកអ្នកក៏អាចធ្វើការចុចទៅលើប៊ូតុង Edit Order ដើម្បីចូលបន្តទៅកាន់ផ្នែកកំងឬចុចទៅលើប៊ូតុង Check Out ដើម្បីចូលទៅកាន់ទាំងនៃផ្នែកទូទាត់តែម្ដងប៊ូតុង More Option វាជាប៊ូតុងផ្ទាំងចំហៀងដែលមានមុខងារផ្សេងទៀតនៅក្នុងនោះដូចជា Send to Kitchen ប្រើសម្រាប់ធ្វើការបញ្ជូនការកំងឬការកែប្រែណាមួយទៅកាន់ផ្នែកចង្ក្រាន Combine Table ប្រើសម្រាប់បញ្ចូលការកំងច្រើនបញ្ចូលគ្នា Split Order ប្រើសម្រាប់ក្រុមអតិថិជនដែលចង់ធ្វើការបែងចែកការទូទាត់ដាច់ដោយឡែកពីគ្នា Print Bill ប្រើសម្រាប់ធ្វើការ print វិក័យប័ត្រព្រាងចេញ Void ប្រើសម្រាប់ធ្វើការលុបការកំងណាមួយចេញនិង Change Table ប្រើសម្រាប់ធ្វើការបដូរពីតុមួយទៅកាន់តុទំនេរមួយទៀតនៅក្នុងផ្ទាំងខាងក្នុងនៃផ្នែក Order មានមុខងារផ្សេងទៀតដែលចាំបាច់នៅក្នុងប្រតិបត្តិការនៃការកំងដែលមានដូចជា Remark មុខងារនេះប្រើសម្រាប់ធ្វើការបញ្ចូលសំណើឬកំណត់ការចំណាំមុខម្ហូបណាមួយទៅកាន់ផ្នែកចង្ក្រាន Delete សម្រាប់ធ្វើការលុបម៉ឺនុយណាមួយចេញពីបញ្ជីមុខម៉ឺនុយដែលបានធ្វើការកំងរួច Transfer ប្រើសម្រាប់ធ្វើការផ្ទេរមុខម៉ឺនុយពីតុមួយទៅកាន់តុមួយទៀត Discount ប្រើសម្រាប់ធ្វើការកំណត់ការបញ្ចុះតម្លៃទៅលើមុខម៉ឺនុយណាមួយជាភាគរយឬជាទឹកប្រាក់និង Free ប្រើសម្រាប់ធ្វើការកំណត់ការបញ្ចុះតម្លៃទៅលើមុខម៉ឺនុយណាមួយ 100% ចំណុចប៊ូតុងផ្សេងទៀតនៅផ្នែកខាងក្រោមនិងផ្នែកខាងលើនៃផ្ទាំងនៃការកំងមានមុខងារផ្សេងទៀតដូចជាប៊ូតុង Customer ជាកន្លែងសម្រាប់ធ្វើការជ្រើសរើសនិងផ្លាស់ប្ដូរឈ្មោះអតិថិជនប្រអប់ Find Your Menu Order ជាកន្លែងសម្រាប់ធ្វើការស្វែងរកឈ្មោះម៉ឺនុយប៊ូតុង Order Type ជាកន្លែងសម្រាប់ធ្វើការផ្លាស់ប្ដូរប្រភេទនៃការកំងដែលលោកអ្នកអាចធ្វើការផ្លាស់ប្ដូរប្រភេទនៃការកំងទៅជា Dine In, Take Away ឬជា Delivery Order វិញដែលមិនចាំបាច់ចាក់ចែងទៅទំព័រដើមផ្នែកបង្ហាញលេខតុជាកន្លែងសម្រាប់ធ្វើការពិនិត្យមើលលេខតុដែលកំពុងធ្វើការកំងនិងជាកន្លែងសម្រាប់ធ្វើការចូលទៅផ្លាស់ប្ដូរតុនិងអាចធ្វើការ add តុបញ្ចូលគ្នាជាក្រុមតែមួយប៊ូតុង Guest ប្រើសម្រាប់ធ្វើការកំណត់ចំនួនអតិថិជននៅក្នុងតុប៊ូតុង Discount ប្រើសម្រាប់ធ្វើការកំណត់ការបញ្ចុះតម្លៃជាភាគរយឬជាទឹកប្រាក់ទៅលើតម្លៃវិក័យប័ត្រសរុបប៊ូតុង More មានមុខងារផ្សេងទៀតដូចជា Remark ជាកន្លែងសម្រាប់ធ្វើការកំណត់សំណើបន្ថែមឬធ្វើការកំណត់ចំណាំទៅលើ Order ទាំងស្រុង Cash Drawer ប្រើសម្រាប់ធ្វើការបើកកាក់ដាក់ប្រាក់ Void ប្រើសម្រាប់ធ្វើការលុបការកំងចោលទាំងស្រុងប៊ូតុង Cancel ប្រើសម្រាប់ធ្វើការបោះបង់ការកំងឬការកែប្រែណាមួយប៊ូតុង Save ប្រើសម្រាប់ធ្វើការរក្សាការកំង Kitchen ប្រើសម្រាប់ធ្វើការបញ្ជូនការកំងឬការកែប្រែណាមួយទៅកាន់ផ្នែកចង្ក្រាន Print Bill ប្រើសម្រាប់ធ្វើការ print វិក័យប័ត្រព្រាងចេញនិងចុងក្រោយផ្នែក Check Out ប្រើសម្រាប់ចូលទៅកាន់ផ្ទាំងនៃការទូទាត់